เฮ้ยลูกครูไปให้นี่ไอ้ฉันធ្វើเครียดខ្ញុំវិញអត់ទេឯណាបែនទៅបានយល់លោកឆាប់ទៅជាមួយខ្ញុំដែរទៅអើយតើពួកឯងកំពុងធ្វើអ្វីទៅនេះលោកបំផ្លាញរឿងរបស់ខ្ញុំលោកកុំគិតតែពីរកលុយអីលោកដឹងថាពេលនេះប្រពន្ធរបស់លោកនៅជាមួយនរណាទេអាឡូអូនស្មាញ់នៅណាទៅអូននៅជាមួយណាគេអូនស្មាញ់ខ្ញុំនឹងតែវិញភ្លាមនៅណាទូរស័ព្ទមកខ្ញុំប៉ាខ្ញុំអីខ្ញុំមិនជាអ៊ីយ៉ានទេបងមិនអ៊ីយ៉ានតែនៅណាទៅខ្ញុំមិនដឹងថាលោកជានរណាទៅអូនស្មាញ់ស្រាប់បងខ្ញុំអីធ្វើច្បាស់តែបងមិនជាអ៊ីយ៉ាននៅពេលនេះតែបងពិតជាប្តីរបស់អូនពិតមែនអូនកុំខ្លាចបងឯងបងគ្មានអំណរអាក្រក់ទេបងគ្រាន់តែចង់ឲ្យចំពោះអូនប៉ុណ្ណោះពេលនេះខ្ញុំពិតជាបងទៅបាក់ខ្លាំងណាស់ខ្ញុំគ្រាន់តែចង់តែវិញប៉ុណ្ណោះខ្ញុំសុំបងលោកក៏មិនរំខានខ្ញុំនឹងអ្នកតែខ្ញុំទៀតអីអូស្មាញ់ស្ដាប់បងសិនទៅលោកលេងខ្ញុំតែស្ដាប់បងសិនទៅបានលោកមកលេងទៀតខ្ញុំនឹងស្រែកហើយនេះថយចេញឯងហ៊ានបន្លន់ធ្វើជាខ្ញុំផងហ៎បាញ់មិនលោកបានសន្យានឹងខ្ញុំថាលោកមិនអាចធ្វើបាបគេទេនេះខ្ញុំប្រមានឯងរួចឯងមករំខានប្រពន្ធខ្ញុំទៀតឯងដឹងថាគេជាពលរបស់ឯងឯងមានទ្រព្យថែរក្សាគេដែរទេខ្ញុំជារបស់ឯងទ្រព្យមានដែរទេមិនក៏ថាខ្ញុំគ្មានខ្ញុំដឹងថាឯងគ្រប់គ្រងទៅទេនេះបើសិនជាឯងធ្វើបាននេះទៀតខ្លាចក្រោយឯងប្រកាសជានឹងស្ដាយក្រោយជាមិនខានទេខ្ញុំយ៉ាងម៉េចមិនតាក់ទោជាមួយឯងទេណាខ្ញុំប្រមានឯងបើឯងខានប្រពន្ធខ្ញុំទៀតនោះខ្ញុំនឹងសម្លាប់ឯងចោលអូននេះគឺចំមែនអូនឈួតឲ្យមែនដែរទេប្តីរបស់អូនយ៉ាងម៉េចអូនមិនដឹងទេលោកស្ដាយថាប្រពន្ធលោកត្រូវគឺស្ដីឲ្យមកគ្រប់គ្រាន់ទេអ្វីក៏ពួកយើងមិនធ្វើដែរខ្ញុំបដិស្មានថាគេជាបងមែនបងធ្លាប់ប្រាប់អូនរួចហើយចាំតែចាស់ចេះឆ្ងាយពីគេអត់អីអាចទៅវិញបានហើយដែរមិនបានជគេឆាប់ដឹងខ្លួនឡើងវិញក្រែងឯងនិយាយថាគេដេកយប់8ម៉ោងខ្ញុំជាអ្នកដាស់គេពិតជាមិនងាយស្រួលនោះទេថាម៉េចឯងដាស់គេនេះឯងមានជំងឺទេមែនទេឯងដាស់គេមិនចឹងខ្ញុំឲ្យលោកទៅវិញជាមួយខ្ញុំយ៉ាងម៉េចទៅគឺលោកបានឃើញការដាច់បង្ហាញខ្លួនរបស់លោកដែលធ្វើឲ្យប្រពន្ធរបស់លោកពិបាកប៉ុណ្ណោះហើយលោកមិនត្រឹមតែបំផ្លាញទឹកចិត្តរៀបប្តីប្រពន្ធគេទេលោកនៅធ្វើឲ្យគេឈឺចាប់លោកមិនអាចព្រោះតែប៉ះពើវាប្រទេសស្រីខ្លួនឯងលោកដឹងទេលោកធ្វើតាមទង្វើចិត្តមិនគិតពីគ្រប់យ៉ាងនោះទេសុភាសិតនេះគឺពិតជាប្រើបានល្អខ្លាំងណាស់ពាក្យ4ម៉ាត់យ៉ាងម៉េចឡូខ្ញុំអាចទៅឡងទៅវិញជាមួយឯងប៉ុន្តែមុនពេលដែលខ្ញុំទៅវិញខ្ញុំចង់និយាយរឿងសំខាន់មួយជាមួយប្រពន្ធខ្ញុំសិនបំបាញ់វិញអត់មានឱកាសបាននិយាយផងខ្ញុំដឹងថាលោកចង់និយាយអ្វីតែខ្ញុំប្រាប់លោកទៅចុះគ្មានប្រយោជន៍ទេបើពួកយើងអាចកែប្រែការស្លាប់រស់បានអញ្ចឹងប្រវត្តិសាស្ត្រគឺរញ៉េរញ៉ៃអស់ហើយរញ៉េរញ៉ៃពាក់ព័ន្ធនឹងជាមួយខ្ញុំលោកមិនអាចមិនទទួលខុសត្រូវអាត្មានិយមយ៉ាងនេះបានទេនៅមានទៀតបើផុតពីម៉ោង12អាធ្រាត្រទៅគឺពួកយើងមិនទាន់ត្រឡប់ទៅវិញនោះគឺខ្ញុំពិតជាមិនដឹងថាមានរឿងអីកើតឡើងទេមានន័យថាម៉េចផុតម៉ោង12ទៅយ៉ាងម៉េចទៅខ្ញុំក៏គ្រាន់សន្និដ្ឋានដែរតែជាទូទៅម៉ោង12អាធ្រាត្រគឺជាចំណុចសំខាន់មួយរឿងសំខាន់យ៉ាងនេះឯងពឹងទៅលើការស្មានឯងទើបតែទទួលខុសត្រូវគឺលោកនិយាយថាលោកគ្រាន់តែបន្ទាបបំណុលវិញប៉ុណ្ណោះគឺស្មានមិនដល់ថារឿងរបស់លោកធ្វើមួយហើយមួយទៀតមិនគិតពីលទ្ធផលទេនៅសល់10នាទីណាមួយទីបងប្រាប់អូនរួចហើយថាមិនមែនជាគេនោះទេហើយបានអូនចង់ទៅជួបគេទៀតហើយក៏នៅដែរជាមួយគ្នាលោកប្រតិបត្តិមានរូបរាងដូចគេខ្លាំងពេកខ្ញុំបាញ់ចាញ់ច្បាស់ទេអូននេះបាញ់ចាញ់មិនច្បាស់លាស់នោះទេធ្លាប់ទូរស័ព្ទមិនចេះដែរទេហ្នឹងខ្ញុំឃើញបងមកវិញសប្បាយចិត្តស្ទើរមិនតាន់ផងមិននឹងអាចដឹកឃើញដល់រឿងផ្សេងទៀតទៅលើកទី1ដល់អូនបាញ់ចាញ់មិនបានលើកទី2ក៏បាញ់ចាញ់មិនបានដែរថ្ងៃនេះជាយប់ច្រំឆ្នាំខ្ញុំចង់ឆ្លុះជាមួយបងតែខ្ញុំចង់ឲ្យបងរំខានអកបងក៏ចង់ឆ្លុះគ្នាជាមួយអូនអ្នកណាដឹងថាមានលើកក្រោយទៀតទៅលទ្ធផលសិក្សាជាមិនដែរហើយចុះអូនវិញចង់គេបានធូបបន្តិចហើយទៅនៅឆ្នាំក្រោយប្រហែលជាអាចទៅវិញបានហើយបងនៅប្រាប់ត្រូវកែមួយម៉ាត់នេះពួកអូនត្រូវទៅមើលថែខ្លួនឲ្យជប់ចាំតិចខ្ញុំក៏អញ្ចឹងដែរល្អលេខទៀតសិនលោកសុំទៅផងអត់ខ្ញុំទេមុនខ្ញុំក៏ត្រូវទូរស័ព្ទរកពុកម្ដាយខ្ញុំទៀតតែពិតខ្ញុំមានកម្មមិនទាន់មែនជីវិតមនុស្សសំខាន់ជាងជីវិតមនុស្សសំខាន់ពួកលោកគួរតែទៅប្តឹងប៉ូលីសទៅហើយតែទូរស័ព្ទបកកាច់យកលោកចង់ធ្វើទៀតហ៎ណាហើយតែសល់ជាង30នាទីទៀតជាស្វាគមន៍តាមបណ្ដោះទៅឆ្នាំថ្មីហើយឆ្នាំបំមេប្រពន្ធស្បាញ់ចើឈិនស៊ី
នេះគ្រាន់តែឡប់ទៅឆ្នាំ2003នេះគ្រាន់តែជាសបន្ទាបើគ្រាន់តែជាការយល់សំអញ្ចឹងលុយវាគួរតែនឹងជនណាថាជនណាថាជនណាថាប្រពន្ធសម្លាញ់នៅខាងខ្ញុំទៀតទេ បងដូចជាមនុស្សចិត្តជឿយ៉ាងនេះដែរទេ មកគ្មានគឺល្អហើយខ្ញុំបានកាត់យល់ហើយបន្តិចទៀតនាំបងទៅញ៉ាំបាយថ្ងៃត្រង់ជាមួយនឹងប៉ាម៉ារបស់ខ្ញុំណា ក្រែអូននិយាយថាប៉ាម៉ាអូនកំពុងឆ្លោះគ្នា ពួកគាត់ត្រូវគ្នាវិញហើយខ្ញុំប្រាប់ពួកគាត់ថាបងនឹងមកពួកគាត់ក៏មិនបានជំទាស់ដែរ មិនជំទាស់មិនស្មើនឹងយល់ស្របទេ បងកុំគិតអញ្ចឹងអីតាបានទេប៉ាម៉ារបស់ខ្ញុំស្រឡាញ់ខ្ញុំខ្លាំងណាស់បន្តិចទៀតបងជួបពួកគាត់គឺដឹងហើយប៉ាម៉ាលោកពូអ្នកមីងនេះជាបាត់ប្រាស់របស់ខ្ញុំវយវិន លោកពូណាមីរីករាយឆ្នាំថ្មីរីករាយឆ្នាំថ្មី រីករាយឆ្នាំថ្មី រីកឆ្នាំថ្មីរីករាយឆ្នាំថ្មីអរគុណអ្នកទាំងអស់គ្នាដែលជួយចូលមក អង្គុយទៅពួកយើងបានហៅអាហារឈុតហើយពួកឯងមើលចង់បន្ថែមអ្វីទៀតទេ យកល្អថែមមហូបកន្ទុនមួយមុខទៀតមហូបកន្ទុនមិនថោកទេណា គឺខ្ញុំចូលចិត្តញ៉ាំ ជួបគ្នាលើកទី1អាហារមួយពេលនេះទុកខ្ញុំជាអ្នកអញ្ជើញចុះ មិននឹងសំទៅអញគឺជាភ្ញៀវ តែមិនបាយគួរសមទេ អញមិនជាគ្នាអញផងមិននឹងអញឲ្យអញអស់លុយបានទៅ មិនដែរទេជាការគួរណា អ្នកទាំងអស់គ្នាឲ្យវយវិនចេញទៅអំបញ្ញមិនគេនិយាយថាចង់តែងមកជួបមុខគ្នាគឺខ្ញុំនិយាយថាមិនបាច់ទេ ក៏បងជួបព្រមឲ្យខអឺតាក់ទងជាមួយគេចុះ និយាយហើយក៏គេមិនស្ដាប់ដែរមានវិធីអីទៅ រត់ដល់ម្នាក់ឲ្យល្អជាងនេះទៅ គេស្រឡាញ់ហើយតែណាគាត់ក៏គ្មានប្រយោជន៍ដែរ បកគ្រាន់តែតាក់ទងគ្នាមកបានគិតរឿងរៀបការអញ្ចឹងគឺមិនអីទេ តាក់ទងគ្នាមិនរៀបការ តាក់ទងគ្នាមករៀបការអញ្ចឹងខអឺគឺខាតណាស់ទៅហើយមានភាពពិការរបស់អ្នកខ្លះគឺដូចជាខ្ញុំយ៉ាងអញ្ចឹងគឺអាចមើលឃើញតែមានភាពពិការរបស់អ្នកខ្លះគឺមើលមិនឃើញទេអញ្ចឹងគឺរត់តែក្រក់គឺដូចជាខ្ញុំគិតថាលោកពូទៅពេកយើងគ្នាតាមសម្ដេចចុះ មួយឯងជុំនិយាយផ្លេចបដា ខ្ញុំក៏មានចេតនាខ្ញុំដឹងថាគេនៅខាងក្នុងសូមគិតលុយទៅបើទុកមកតាមអរគុណ វយវិនបងចង់ទៅណាហ្នឹង លាសិនហើយ ហេតុអីទៅពួកយើងមិនតន់ញ៉ាំបង្អែមទេ មិនបាច់ទេមិនចង់ឲ្យអូនពិបាកចឹង ខ្ញុំពិបាកអីទេ ប៉ាអូននិងឪពុកអូនបានសម្ដែងលើខាងវិឆាឲ្យបងមើលបងបានឃើញច្បាស់ណាស់ ពួកគាត់បាននិយាយអីទេ គឺល្អមើលខ្លាំងណាស់ បងកុំចាប់អារម្មណ៍នឹងសម្ដីពួកគាត់និយាយអីមិនថាអ្នកផ្ទះរបស់ខ្ញុំបាននិយាយអីនោះទេក៏មិនអាចតំណាងឲ្យខ្ញុំបានដែរ ប៉ុន្តែពួកគាត់និយាយមិនខុសទេអូនពិតជាសមនឹងមនុស្សដែលល្អជាងនេះ បងគឺជាមនុស្សដែលល្អជាងគេនឹងហើយ
គួរតែឆាប់ទៅវិញទៅថ្ងៃនេះជាថ្ងៃមកកើតឆ្នាំថ្មីកុំជួបគ្នាជាមួយអ្នកផ្ទះរបស់អូនអីមិនដែរយកទៀតដែរទេបកកាយម្លេះមិនយកទេហ៎ អូយមិនយកប្រហែលឥឡូវប្រហែលគាត់ផ្ទុះអីហុយពិតជាផ្ទុះមែនកបបលុយរបស់ពួកឯងនេះផ្ទុះហើយគ្រាប់ ហើយមួយវិញទៅពុនេះចាញ់ទៀតចាញ់ទៀត មួយប្រុសខ្ញុំបារម្ភខ្ញុំមកឈប់លេងយ៉ាងទៅវិញទៅវិញ ហើយចង់អត់អី អត់រត់ទេទៅបានខ្ញុំទៅផ្ទះហើយក្មួយខ្ញុំមកតាមខ្ញុំហើយ មិនអាចធ្វើចង់បានទេវើយ លើកឡើងឲ្យចង់ឆ្នាំថ្មីនៅមាន14ថ្ងៃទៀតមិនសុខចិត្តថ្ងៃស្អែកម្ដងទៀត លឿនឡើងដល់ទៅចាំច្រើនពុទ្ធឈប់ ឲ្យឆាប់ឡើងទៅ ពុទ្ធឈប់សិន ថាឲ្យឆាប់ឡើងទៅហើយជួយគេមិនតដល់ឡើយ ពុទ្ធស្អី ដាក់ចូលមកថ្ងៃទៀតឆាប់ឆៃ នឹងច្បាស់ថាបដងគ្នាលេងល្បែងគឺខុសច្បាប់ហើយមានបលិសមកពីណាគេនោះមកដូចនោះទេ អាយ៉ាគេមិនមែនជាលីពិតប្រកបទេឈ្មោះរបស់គេគឺជីឆាសំឡេងតែមួយប៉ុន្តែគេគួរឲ្យខ្លាចខ្លាំងណាស់គេបង្ហាញខ្លួនភ្លាមក៏ដាក់ខ្ចីលុយគេហេតុនេះមនុស្សម្នាក់ឃើញគេហើយក៏ជិះចែកឆ្ងាយ មនុស្សសុទ្ធតែមានពេលខ្វះខាតពុំយល់ថាគេគួរអត់ណាស់ទេ មនុស្សបែបនេះមិនសមគួរណាស់ទេ ពុំមានសបអាំងប៉ាវដែរទេ មានឯងចូលធ្វើអី ឲ្យមកខ្ញុំមកខ្ញុំ មានលុយក្នុងនឹង កាលណាខ្ញុំផងបងវិញរីឆ្នាំថ្មី ខ្ញុំប្រាប់ឯងចង់ខ្ញុំបានឃើញឯងមិនសប្បាយចិត្តឯងកៃទេឃើញឯងសុំតលុយ របស់នេះឲ្យលោករីឆ្នាំថ្មីសូមឲ្យសមតាមបំណង ជប់ឯងតរៀបការដល់អាំងប៉ាវធ្វើអីឲ្យហើយយក តែ$28ទៀតបងប្រុសលោកអាចអោខ្ញុំខ្ចី$100ទៀតបាទទេខ្ញុំពិតជាកំសត់ដល់ក្នុងខ្លួនគ្មានកម្លាំងមិនអាចធ្វើការបានមកខ្ញុំដោះសាច់ខួរក្បាលថ្មីនេះអូនស្រីជួបគ្រោះថ្នាក់ចរាចរណ៍ខ្លាចជាមនុស្សរោគជាតិពេលនេះគេទៅទីពេទ្យ ហេឡូឯងចាំច្រឡំហើយតែមែនទេលើកមុនឯងនិយាយថាបងអូនស្រីឯងដោះសាច់ខួរក្បាលតែមកឯងគ្រោះថ្នាក់ចរាចរណ៍កែប្រូរឿងទៀតហើយ អូនស្រីជប់ដូចបាក់ខ្ញុំចឹងថ្មីនេះមានដោះសាច់ខួរក្បាលហើយក្រោយមកជួបគ្រោះថ្នាក់ចរាចរណ៍លោកធ្វើមនុស្សអត់ដល់ទីបំផុតទៅ$100ប៉ុណ្ណោះទេលោកមិនមានទេសូមទៅផងខ្ញុំពិតជាអាណិតលោកខ្លាំងណាស់លោកថែខ្លួនផងណាខ្មោចចិត្តចង្អៀតបនតែបន្តិចកុំព្រមធ្វើឃើញស្លាប់ហើយមិនជួយអញ្ចឹងបានជាជឿរបស់ឯងបែបនេះគឺពិតជាទេវតាមានភ្នែកមែនទេអត់ ណែអាមកឯងដាក់សាខ្លួនប្រុសខ្ញុំឲ្យលុយឯងរួចហើយនិយាយពីអត់ប្រយោជន៍ ក្នុងលោកនេះគឺមានតែលោកទេដែលវេទនាបំផុតនោះចុះអ្នកផ្សេងទៀតវិញនោះមែនហើយមិនខុសទេខ្ញុំគឺមានលុយហេតុអីក៏ត្រូវឲ្យលោកទៅខ្ញុំគឺជើងបាក់ហើយនៅធ្វើការទៀតចុះលោកវិញមានដៃមានជើងហើយសុំលុយគេទៀតសុំបាត់បានហើយនៅដាក់បដាសាគេទៀតមនុស្សដូចជាលោកនេះពិតជាខ្ជះខ្ជាយធនធានផែនដីមែនកាយដាក់ខ្ញុំសោះមុខហើយសាយថាអាំងប៉ាវរបស់ខ្ញុំតិចមែនទេអត់ខ្ញុំ កុំខ្វល់នឹងគេអីគេនៅតែអញ្ចឹងពួកយើងទៅផឹកតែទៅជាមកកែវ $5 $5គឺទៅមួយចានមកហូបបុះ3មុខ$5មិនដែរទេ ចូលឆ្នាំអ្វីក៏ថ្លៃដែរពួកយើងគ្រាន់តែឡើងថ្លៃតិចប៉ុណ្ណោះទេ លើបើផ្នែកយើងខំទៅទីមកហូបបុះរបស់លោកនេះគឺសិតតែជាអាហារក្លាសេទិញទុកយូរហើយតែព្រមលក់ចេញ អ្នកនាងក៏ទីរបស់អ្នកនាងរៀបចំរួចហើយប្រហែល$250 $255នឹងចេញគេនាងពិតជាមនុស្សល្អមែន លោកមិនក៏លោកខ្លួនឯងទៅ នេះជាអរិយាប័ត្រអីទៅ លោក$5អ្នកនាងម្នាក់នេះជួយចេញឲ្យលោករួចហើយលោកជប់$ទៀតទៅ នេះមិនជាបញ្ហាលុយទេ លោកថាការថាអញស្រីរីឆ្នាំថ្មីរីឆ្នាំថ្មីបាយឧស្សាហ៍តំណេមកផង នៅនាងឈប់សិន មិនអាចតក្នុងចិត្តទេគ្រាន់តែក៏ទេមកកញ្ចប់ប៉ុណ្ណឹង នៅនាងសុំសួរថានៅនាងស្គាល់មនុស្សស្រីម្នាក់ឈ្មោះឆៃយិនដែរទេ មិនស្គាល់ទេ ខ្ញុំគឺឆៃយិនស៊ីជាពូនរបស់ខ្ញុំ អូខេ នាងមានប្រពន្ធខ្ញុំគឺមានរូបរាងដូចគ្នាបែបហ្នឹងពួកយើងអាចធ្វើជាមិត្តគ្នាបានដែរទេ គ្មានពេលទេ នេះពិតជាដូចគេសឹងបើនាងមិនជឿទេនោះនាងមើលរូបថតរបស់គេទៅនេះ ពិតជាដូចគ្នាមែន គឺពិតជាដូចគ្នាបែបមែន អញ្ចឹងពេលនេះអានេះប្រពន្ធរបស់លោក ប្រពន្ធខ្ញុំនាងបានស្លាប់
តាំងពី5ឆ្នាំមុនមកម្លេះសំតផង អមបាញ់មិញគឺจะអរគុណដែលបានជួយចេញលុយខ្ញុំមិនមែនគ្មានលុយនោះទេខ្ញុំមិនអាចទទួលយកមនុស្សម្នាក់នោះជាលេខាប្លន់គេទេ ក៏មិនអាចនិយាយបែបនេះបានដែរពួកគេពាក់លីពេលវេលាដែលចូលឆ្នាំជាមួយនឹងអ្នកផ្ទះប្រកាសជាត្រូវលក់ថ្លៃបន្តិចហើយ ហើយបានជំនាញទិញកាទៀវច្រើនយ៉ាងនេះអញ្ចឹង ចាញ់ឲ្យមនុស្សចាស់នៅម្នាក់ឯង អូអញ្ចឹងខ្ញុំជួយនាង រីករាយឆ្នាំថ្មីថែរក្សាសុខភាពផងបាយបាយ នាងតែងតែយកអាហារឲ្យមនុស្សចាស់នៅម្នាក់ឯងអញ្ចឹង អូតំណែងនឹងបានហើយ នាងពិតជាចិត្តល្អគឺដូចជាប្រពន្ធខ្ញុំអញ្ចឹង អំសិនអំណាក់ផ្ទះទេអាសុនគាត់តែមិននៅទេប្រហែលជាកូនរបស់គេនាំទៅចូលឆ្នាំហើយចាច់ដល់ម្លេះ ចូលឆ្នាំអាចនៅជាមួយកូននេះពិតជាមានសុភមង្គល អនាគតរបស់លោក គុយទៀវនេះទុកឲ្យគេទៀតដែរទេ មិនដឹងថាគាត់មកវិញមកប្រហែលនោះទេគុយទាវទុកនៅទីនេះខ្លាយប្រែតែជាជូរជាម៉េចគុយទាវពេលកញ្ចប់ឲ្យតែយេដល់ទេល្អពេលយប់ខ្ញុំអាចចម្ដៅញ៉ាំបានទៀតផងណារីករាយឆ្នាំថ្មីសុខភាពល្អអេចាំសិនខ្ញុំមានអង្គការតែងទួយជូនយាយទៀតនៅមានអង្គការទៀតហ៎មិនសំទៅខ្ញុំចាស់យ៉ាងនេះហើយគូតែខ្ញុំឲ្យតែនាងវិញទៅត្រូវនៅតែគ្នាទេអរគុណហើយ ថ្ងៃមួយកាលមិនអាចមានមនុស្សមកចែកខិតបាននោះទេ ចែកពីម្សិលមិញបាក់សុនចេញទៅក្រៅគឺគួរតែបានឃើញហើយអំសិនអំណាក់តែដែរទេអំសិនមកធ្វើតែអំសិនដល់បងស្អីហ្នឹង ខ្ញុំរមើលក្រៅលោកមានទុកសោនៅទីនេះ លងងមែនទេមិនខ្លាចត្រូវមនុស្សអាក្រក់យកទេអីខ្ញុំមានកូនស្អាតស្អាតទេអាសុនអំសិនគាត់នៅមានដង្ហើមទូរស័ព្ទហៅឡានពេទ្យតែឆាប់ឡើងអាសុន ស្មានឡោដែលយីមិនមានកូនសោផ្ទះរបស់គាត់បើមិនអញ្ចឹងទេនោះខ្ញុំគាត់ទៅមន្ទីរពេទ្យមិនទាន់ពេលនោះទេ ហើយនេះសាំងតំណែងឲ្យជាមួយអ្នកចិត្តខាងគឺសំខាន់ណាស់ ខ្ញុំមិនត្រូវការទេ ហេតុអីតែអ្នកចិត្តខាងរបស់លោកពិបាកណាស់ហើយលោកស្នាក់នៅកន្លែងណាតែ ផ្លូវលីងអ៊ីង វ៉ាវnăm banរបស់អ្នកមាន មានលុយច្រើនតែយ៉ាងម៉េចទេគឺនៅតែបែបនេះដដែល មើលតែមានលុយលោកកំចាស់សប្បាយចិត្តដែរចុះលោកអញ្ចឹងចុះឲ្យយើងមកខ្ញុំជួយចាយឲ្យយក ខ្ញុំព្រៀនហើយជាល្អពួកយើងត្រូវឲ្យញ៉ាំសិនទេ អញ្ចឹងគឺត្រូវទៅរកកន្លែងមួយដែលគ្មានការកាត់ថ្លៃមិនអញ្ចឹងត្រូវលោកដឹងហើយអរគុណ ដើរតាមនេះកន្លះថ្ងៃមិនដឹងថានាងឈ្មោះអ្វីនោះទេ ឈ្មោះថាយិនជី អញ្ចឹងគួរសរសេរយ៉ាងម៉េចទេ អើទូរស័ព្ទមកមកចូលឈ្មោះឆៃយិន ខ្ញុំដឹងមួយគឺ1 2 3 4ចិនគឺមកតា ថ្ងៃក្រោយមានរឿងត្រូវការអ្វីឲ្យខ្ញុំជួយនោះប្រាប់ខ្ញុំមកខ្ញុំអាចជួយនាងបានខ្ញុំប្រកាសជាជួយ គឺលោកនិយាយទេណាប្រយ័ត្នដល់ពេលនោះខ្ញុំរកលោកបាត់លេខទូរស័ព្ទរបស់ខ្ញុំបាត់ស្រមោលសុនឆឹងតែ មិននឹងអាចទេ តែហើយលោកធ្វើការងារអ្វីដែរតែ គាត់គង់គ្រឿងបរិភោគ ស្មានមិនដឹងថាខ្ញុំស្គាល់ថាកាយធម្មអ្នកសោះ មិនមែននោះទេទុកថាអាចទៅរួច លោកមានកូនចៅប្រហែលអ្នកតែ កូនពីរនាក់ប៉ុន្តែស្មើនឹងគ្មានព្រោះពួកគេមិនស្នាក់នៅជាមួយខ្ញុំទេ ពេលនេះកូនចៅរៀបការឲ្យដល់ចេញក្រៅជារឿងធម្មតាណា បញ្ហាថានៅលើពួកគេមិនទៅរៀបការនោះទេហើយក៏រឿងចេញតែក្រៅទៅពួកគេគឺចង់ឯករាជ្យ ឯគេរីក៏អត់ដែរចុះឆ្នាំពួកគេគួរតែបញ្ជូនបាយឆ្នាំថ្មីដល់លោកមិនទេ ទោះបីជាឲ្យពួកគេអាំងប៉ាវ$10,000ក៏ពួកគេមិនព្រមយកដែរ ក៏អត់ដែរសល់អាំងប៉ាវហើយប៉ុន្តែលោកបច្ច័យឲ្យអាំងប៉ាវ$10,000ដល់ពួកគេមែនទេលោកចិត្តតលីយ៉ាងនេះដែរទេ មានន័យថាម៉េចទៅ ក
នឹងគឺសើចំមកខ្ញុំព្រោះតែបាញ់មិញនាងជួយគឺថ្លៃគឺទីឆាខ្ញុំ ខ្ញុំមិនមានអីចឹងទេ ខ្ញុំមិនមែនកម្រិតនោះទេខ្ញុំមិនមែនធ្វើอะไรចិត្តចំណាយលុយទេតែខ្ញុំត្រូវមើលថាស័ក្តិសមដែរទេ ខ្ញុំដឹងខ្ញុំគ្រាន់តែបារម្ភពីលោកប៉ុណ្ណោះព្រោះនៅម្នាក់ឯងងាយស្រួលទេ ខ្ញុំចូលចិត្តនៅម្នាក់ឯងខ្ញុំមិនបាច់ឲ្យនាងណាត់ ឆៃអីយ៉ាងមករូបរាងរបស់លោកទៅទោះបីជាលោកមានលុយច្រើនយ៉ាងណាក៏លោកមកគួរណាងច្រឡំដាក់មនុស្សស្រីម្នាក់ប្រៀបដាំដែរ មិនមែនទេដឹងថ្ងៃមួយកើតឆ្នាំថ្មីបើកហាងដែរ មានកិច្ចកំងគេទទួលនៅមានបំណុលជាច្រើនដែលត្រូវសំទៀតផង មានអ្វីត្រូវការជួយដែរទេសុំទោសផងបងដឹងថាបងគ្មានកំណត់បងមិនគួរណាជឿលើរបស់ប៉ាអូនទេតែបងមិនបានស្ដាប់សម្ដីរបស់កូនក៏ចាក់ចេញពីអូន បងមកក្រាស់ខ្លាំងណាស់ពាក្យបាត់នេះក៏បងនិយាយចេញមកដែរ មិនថាអូនជាឬក៏អត់ទេគ្រប់យ៉ាងដែលបងធ្វើសុទ្ធតែដើម្បីអនាគតរបស់ពួកយើង តើបងមិនធ្លាប់គិតពីអនាគតពួកយើងទេបងមិនអាចយកលុយពួកគាត់ទេ អូនមិនឃើញរឿងដែលប៉ាអូនអាងអំណាចធ្វើបាបគេទេគាត់ចង់យកលុយមកបណ្ដេញបងហើយអ្វីក៏បងមិនអាចទទួលយកបានទេគាត់ចង់ឆ្លៀតគេជួបបងគឺមិនអាចវាយបកវិញទេបងគឺចង់ធ្វើចេញជាការងារអូនសំឡាញ់មិនស្គាល់មិញរឿងដែលបងប្រាប់អូនថាចង់បើកបាំងពិចារណាជាមិនហើយ បងចង់បាក់អ្វីខ្ញុំមិនខ្វល់ទេឲ្យតែបងមិនយកលុយពីប៉ារបស់ខ្ញុំទៅបានហើយ បងដឹងបងមានវិធីមួយទៀតអូនមើលចុះប្រាក់ចំណេញរបស់ហាងបងឯងទៀតថ្លៃឈ្នួលកាន់តែខ្ពស់ឡើងយកអូនលក់ហាងចោលបងបានគិតរួចហើយពេលអូនលក់ចោលហើយលុយនេះគឺអាចយកទៅសងបំណុលហើយអាចយកទៅបើកបានទៀតផង បងចង់បាត់ហាងរបស់ខ្ញុំហី មិនខុសគ្នាទេអូនធ្វើជាតកែស្រីនៅទីនេះនៅទីនោះគឺជាតកែស្រីដដែល ហាងបង្អែមនេះគឺខ្ញុំខំបង្កើតឡើងដែលលំបាកណាស់ ដងមិនលក់ក៏បានដែរបងមានវិធីមួយទៀតអូនត្រូវគ្នាជាមួយប៉ាអូនវិញពួកយើងមកយកលុយពីគាត់ទេខ្ចីពីគាត់ក៏បានដែរ តែខ្ញុំមិនស្ដាប់ក្លាប់ដែរទេ មានធនធានដូចជាប៉ាអូននេះហើយនៅមកត្រាអូនចង់នៅខាងក្រៅមើលទៅមុខរបស់គេអញ្ចឹងគឺល្ងងណាស់ហើយ បងពិតជាប្រែប្រួលហើយ អូនទើបប្រាប់ព្រោះពេលមុនអូនគោរពតាមយោបល់របស់បងប៉ុន្តែពេលនេះវិញមិនថាបងនិយាយអ្វីទេអូនក៏ចំទោះតែអូនមើលស្រាលបងថាមិនទេ ខ្ញុំមិនមែនមើលស្រាលបងទេគឺខ្ញុំមើលបងខុសហើយ អ្នកម៉ែនឹងគិតរឿងបាញ់មិញនេះទៀតទេម៉ាក់នឹងនិយាយជាមួយប៉ាឯងកុំឲ្យគេជ្រៀតជ្រែកក្នុងរឿងរបស់ឯងនឹងវាលអីហេតុអីក៏ប៉ាចិត្តកម្មកាច់អញ្ចឹងគេមិនអាចបាក់កលីដូចជាម៉ាក់អញ្ចឹងទេគេគ្រាន់តែបារម្ភពីឯងតែប៉ុណ្ណោះគ្រាន់តែមានពេលខ្លះវិធីបង្ហាញរបស់គេធ្វើឲ្យគេពិបាកទទួលយកណាតែខ្ញុំមិនមែនជាកូនក្មេងទៀតទេម៉ាក់ដឹងប៉ុន្តែម៉ាក់ចូលរំលឹកឯងថាមនុស្សដែលកំពុងតែមានស្នេហាជាទូទៅមើលមិនឃើញគុណវិបត្តិរបស់ភាគីទេម៉ាក់ក៏យល់ថាវាមិនល្អដែរមិនមែនទេម៉ាក់គ្រាន់តែសង្ឃឹមថាឯងអាចរក្សាសតិយ៉ាងណានេះជាស្នេហ៍គ្រាដំបូងរបស់ឯងប្រយ័ត្នតែល្អជាងអ្នកម៉ែហេតុអីក៏ពីមុនម៉ាក់ស្រឡាញ់លោកប៉ាអញ្ចឹងគាត់កម្មកាយឲ្យមានលទ្ធិជាបរិយាយ៉ាងនេះទៀតខ្ញុំមិនអាចស្រឡាញ់មនុស្សបែបហ្នឹងទេប៉ាឯងគេជាមនុស្សប្រុសដែលកាត់ពីគ្រួសារហើយមានទំនួលខុសត្រូវម្នាក់គ្រាន់តែការរកស៊ីនៅក្នុងរោងចក្ររបស់គេជួបនឹងចំណុចកត់ដងនៅខាងក្រៅទទួលរងកំហឹងជាច្រើនមកតែវិញប្រកាសជាគ្មានទឹកមុខល្អមើលហើយហេតុនេះពួកយើងគួរតែយកយល់ដល់គេល្អចំពោះគេបន្តិចគេពិតជាមានសម្ពាធខ្លាំងណាស់អ្នកម៉ែម៉ាក់ពិតជាស្រឡាញ់ប៉ាខ្លាំងណាស់ខ្ញុំឃើញមានពេលខ្លះគាត់ច្រឡំដាក់អ្នកម៉ែក៏មិនចំណាយពេលកំរំម៉ាក់នៅតែយកយល់ដល់គាត់អនុគ្រោះឲ្យគាត់យ៉ាងនេះទៀតម៉ាក់ដឹងថាម៉ាក់ធ្វើបានយ៉ាងម៉េចនោះទេព្រោះម៉ាក់ដឹងថាគេខំប្រឹងដើម្បីគ្រួសារមួយនេះគេមិនមែនធ្វើដើម្បីខ្លួនឯងទេគេចង់បំពេញឲ្យពួកយើងនៅផ្នែកសម្ភារៈនិងផ្នែកជីវភាពរហូតមកគ្មានអ្នក
ខ្ចោះនោះទេពេលនេះគេគឺបែបនេះមិនបញ្ជាក់ថាគឺបែបនេះអស់មួយជីវិតនោះទេអាឡូនៅឯណាមិនឆាំអត់ទៀត ពូតាខ្ញុំ ឆ្នាំភ្លើងរៀបចំរួចហើយមានគ្រឿងគ្រើច្រើនសុទ្ធតែជារបស់ដែលឯងចូលចិត្តឆាំអត់ភ្លើង អូខេពេលនេះខ្ញុំទៅភ្លាមពូតាខ្ញុំមកដល់ហើយខ្ញុំបានទិញបាយហើយមកទៀតផងនេះ ណែពូឃើញការរកស៊ីរបស់ឯងគឺមិនចាំអីទេមិនក៏ទិញ ការរកស៊ីផ្សេងល្អក៏អាចទិញមកបាត់ដែរពូកំពុងធ្វើអីហ្នឹង កំពុងតែច្រកអាំងប៉ាវ ប៉ាសន្លឹកឆ្នាំ ណែពូគិតរួចហើយបើដាក់អាំងប៉ាវ$10 $8នោះមានតែខ្លះប្រហែលជាអាចសាយថាតិចពេកយល់អត់ពូដាក់ឆ្នោតមួយស្លឹកផ្ដល់ក្តីសង្ឃឹមរាប់លានឲ្យគេគឺដូចជាឆ្នាំនេះចាំចឹងបើប៉ាឯងជួយទិញលេខមកពូឲ្យពូពេលនេះពូអាចនឹងអង្គុយទីនេះដែរទេ និយាយរាប់រយឆ្នាំហើយពូនៅនិយាយទៀតទេ មកដល់ពេលនេះតើពូសង្ស័យថាតើគាត់មានជួយទិញឲ្យពូឬក៏អត់ឬក៏គាត់លេបយកលុយរបស់ពូចាណានេះជាកំណុំរបស់ពូនឹងគេមិនតាក់ទងនឹងពូឯងទេ មកជូនគេទៅហើយហាក់អីក៏ចង់ថតរូបទៀត បែបនេះពូគឺដឹងថាតើមានមនុស្សត្រូវឬក៏ ចាប់ឲ្យមានមនុស្សត្រូវវិញ អបអរសាទរគេ ខ្ញុំខ្លាចដល់ពេលនោះពូគិតមិនយល់ទេ ពូមិនដូចជាថាអីទេទូរលេខប្រហែលក្រុមនេះស្អាតពូសងត្រូវតែទិញ ខ្ញុំគិតថាពូគួរតែហាច់ចាស់ខ្ញុំខ្លាចយកលុយវ៉ាលៀនទៅឲ្យគេពូនឹងអួតឈាមហើយណា ចង់គូគឺគូជួហើយ ឆ្នាំនេះពូទៅរកអ្នកមីងអេមីទេ ទៅតែពេលក្រោយនឹងទៅនៅផ្ទះគេប្រហែលថ្ងៃ អូ ពូស្អីទៅពូដេកជាមួយកូនប្រុសធွာពូតើ ពូតាពូបាត់ជាស្មាននឹងស្នេហ៍ខ្លាំងណាស់អាចមើលថែមនុស្សស្រីម្នាក់នឹងកូនប្រុសរបស់គេដែលគ្មានពាក្យត្អូញត្អែពូត្រូវតែខំប្រឹង ខំប្រឹងស្អីទៀតទៅពូខំដាក់ទឹកខ្មេចទៀតផង ខ្ញុំចាំលើកតាជូនអ្នកមីងអេមីទៀតផង គ្មានលុយគ្មានការងារគ្មានសមិទ្ធផលពូគេថាគួរតែកុំធ្វើបាបគេអី ខ្ញុំជឿថាអ្នកមីងអេមីរៀបការជាមួយពូប្រកាសជាមានសុភមង្គលខ្លាំងណាស់ បានហើយកុំអត់រំខានពូអីមើលបងប្រុសឯងទៅមកវិញភ្លាមក៏ឃុំខ្លួននៅក្នុងបន្ទប់ ណា ហេឡូកំពុងតែកេងថ្ងៃអី អត់បន្តែង ពួកគេនិយាយថាថ្ងៃមួយកាលឆ្នាំថ្មីគឺមិនអាចកេងដល់ថ្ងៃបាននោះទេមិនអញ្ចឹងនឹងចង់ស្អប់ពេញមួយឆ្នាំតែម្ដងទេមិនក៏មិនឆាប់ងើបឡើងទេ មានមិនគឺញ៉ាំបាយថ្លៃឆ្លងជាមួយនៅផ្ទះគេ មិនជួងនិយាយមិនបានចេញត្រៃជាមួយខើអត់ទេ មិនតន់ចិត្តដល់ទេធ្វើស្អីហ្នឹង ញ៉ាំបាយថ្ងៃត្រង់រួចមិនបានចូលឆ្នាំជាមួយពួកគេទេ បងត្រូវគាត់ធ្វើអី បាក់មិញបងទៅរកប៉ែម្សិលមិញទៅបងដឹងថាតាមប៉ាត់វាគឺប៉ាត់ជាបានយកលុយរបស់គាត់មែន ថាម៉េច ប្រហែលជាពីមុនប៉ាចំតនឹងពួកយើងនៅជាមួយគ្នាគឺប៉ាត់ជាព្រោះតែគាត់បានឃើញបុកមាត់ប៉ាត់របស់វាហ្នឹងហើយ បងក៏ងងមនុស្សម្នាក់នោះគឺមើលស្រាលគេទេគឺមើលស្រាលមិនមែនមើលឃើញច្បាស់ទេភ្នែកឆ្កែមើលមនុស្សទៀត អេណែអញថាប៉ាជាឆ្កែអី ខ្ញុំមាននិយាយខុសទេ លុយប៉ាត់ជាមិនអាចធ្វើឲ្យមនុស្សកែប្រែបាននោះទេ បងមើលទៅគាត់ទៅដឹងហើយ ម្សិលមិញឃើញរូបរាងរបស់គាត់នៅខាងក្រៅភោជនីយដ្ឋាននោះគឺប៉ាត់ជាគួរអាណិតខ្លាំងណាស់ បងក៏ភ្លេចអីសោះតែម៉ាក់គាត់ស្លាប់យ៉ាងម៉េច Linda មានចង់ប្រឆាំងជាមួយខ្ញុំមែនទេខ្ញុំមិនដល់របស់ចុះខ្ញុំទ្រង់ចេញមកហើយមានយកទៅព្យួរវិញហ៎ពិតជារមាស់ដៃហើយ មនុស្សកងកាច ខ្ញុំមិនយកសពទៀតទេ អូយជួយណែលោកមិនក៏ក្តិចសុំចឹង ការពិតអាចចង្រៃឯនេះប្រាប់ថាផុតម៉ោង12នៅរលាយបានពលឹងអស់ធ្វើឲ្យខ្ញុំស្លន់ស្លោហើយត្រូវឡើងបុកទៀត បងលោកមិនបានត្រូវឡានបុកទេលោកគឺពិតជាមិនចង់ឃើញមែនទេ ហើយនេះក៏ត្រូវឡើងបុកទៅមកវិញហ៎
លោកមកវិញយ៉ាងម៉េចមិនសំខាន់ទេយ៉ាងណាគឺគ្មានលើកក្រោយអីទៀតទេ មិនបាននោះទេនៅពេលដែលប្រពន្ធខ្ញុំដឹងថាតែលើកគ្រឿងរបស់គេនឹងមានកលសកម្មហារីគឺប្រកាសជាដំណើរការចុងក្រោយឯងត្រូវនាំខ្ញុំទៅវិញខ្ញុំឲ្យប្រាប់គេបានឲ្យគេឆាប់ទៅពិនិត្យសុខភាពគេនឹងអាចព្យាបាលឆាប់ជា ទោះបីជាលោករំលឹកគេហើយក៏គ្មានប្រយោជន៍នោះដែរលទ្ធផលនៅតែដដែលទេលោកនៅតែអាចស្លាប់ដដែល ស្បីតែផុតមកទៅពីហើយក៏ឯងមិនទៅផងលទ្ធផលមិនអាចកែប្រែបានទេមែនទេ លោកមិនជឿមែនទេលោកឆែកមើលរឿងរបស់អាស៊ីងសិនទៅ ហើយតែច្បាប់នេះចឹងតែខ្ញុំប្រាប់វាហើយថ្ងៃទី14ខែ4កុំទៅខាងឋានកុំឲ្យគេទៅជួយមនុស្សអីហើយបានគេព្រមស្រាប់ខ្ញុំ លោកក៏មិនបាច់រំជួលចិត្តដែរយ៉ាងច្រើនពួកយើងបានត្រឹមតែកែប្រែដំណើរការប៉ុណ្ណោះលទ្ធផលគឺកែប្រែមិនបានទេ មិនមែនទេបើគេស្ដាប់ខ្ញុំលទ្ធផលប្រកាសជាអាចកែប្រែ បើលោកឃើញមិត្តភក្តិម្នាក់មានគ្រោះថ្នាក់លោកនឹងធ្វើយ៉ាងម៉េចទៅ អាចជួយក៏ជួយតែដំបងត្រូវការពីខ្លួនឯងសិនអញ្ចឹងគេមានប្រពន្ធគេមានកូន ហើយនេះលោកនៅយល់ថានៅពេលដែលអាស៊ីងជួយមនុស្សគឺមិនបានគិតដល់ប្រពន្ធនិងកូនរបស់គេទេតាមគាត់ដើមឈើម្ដងនេះគឺពួកកម្មករដែលអាស៊ីងជួយចាញ់មកនោះដាំដើម្បីនឹករលឹកដល់គេ ពួកគេទូថាក៏មានចិនអាស៊ីសំទូផងឆ្នាំនេះខ្ញុំស្មានថាយកលុយរបស់ខ្ញុំហើយក៏រត់ទៅបានទៅបើគុំតែបងប្រុសអត់បានការរបស់ខ្ញុំខ្ញុំក៏មិនអាចយល់ច្រឡំជាមួយឯងដែរ មកហើយដាក់គ្រឿងពួកឯងទាំងពីរអ្នកនិយាយគ្នាហើយណែឆ្នាំនេះមិនដងដៃគូមកទៀតមិនមកតែឯងអញ្ចឹង ជុំបាយពងឆាប់ត្រូវឆ្នាំ អូបើបែបនេះទៀតឆ្នាំក្រោយពូគូតែមិនទំនេរដែរហើយចាំតិច លោកមកទីនេះធ្វើអី ពូតូចសូមឲ្យមានសេរីមង្គលសំតាមប្រាថ្នាហើយឆ្លាត ជុំបាយពងឆាប់ត្រូវឆ្នាំ មើលចុះពាក្យមួយម៉ាត់នេះពីរស់ស្នាប់ជាងគេរៀនតាមបងស្រីឯងទៅអញប្រយោជន៍ តាមពុទ្ធន័យតំណរបស់ពួកគេល្អយ៉ាងនេះដូចជាល្អជាងលោកទៅទៀត អកលពង របស់ដែលក្រហមនោះជាអ្វីទៅពួកគេឲ្យលោក ចាទៅឲ្យជួយឯងទៅ អ្នកណាគេក៏ប្រងមានណាបើជាបញ្ជូនពលឆ្នាំថ្មីដល់បងប្រុសខ្ញុំម្នាក់នេះ បងនឹងជាមួយជូនបងឯងណាទេបងមកទីលុយពីឯង ទីលុយអីទៅ អាណាលុយ$5000ដែលអាស៊ីងពឹងឲ្យយកមកសងខ្ញុំ ខ្ញុំដឹងថាបងនិយាយអីទេអាស៊ីមានលុយឲ្យខ្ញុំ$5000មកប្រាទៅ ឯងធ្វើជាល្ងងឯងធ្វើជាមិនដឹងសំបីតែលុយមិនស្លាប់ហើយកាយចង់នេះ ក៏មូលប្រកាសគេប្រៀបដាក់អីជាលុយក៏ត្រូវតែមានផតតាមដែរ តែមានការយល់ច្រឡំអីបានទេ បានហើយឈប់និយាយទៀតទៅមានរឿងអ្វីថ្ងៃក្រោយចាំនិយាយទៀតបងញ៉ាំបាយហើយនៅពួកយើងញ៉ាំឆ្នាំភ្លើងជាមួយគ្នា អញជាជនមក5ម្នាក់តែចង់ធ្វើពុតជាមួយល្អទៀត បានហើយកុំហួសហេតុពេកសោះ ឯងនិយាយថាឯងមិនបានយកលុយទៅនោះនៅចំពោះមុខពួកគេនោះទេ មិនបាននិយាយទេពុទ្ធខ្ញុំដឹងថាពូមិនបានធ្វើទេ ខ្ញុំក៏និយាយថាពូតូចជាមនុស្សបែបហ្នឹងដែរ ពួកឯងទាំងពីរនាក់សុខចិត្តជឿគេបែរជាមិនជឿបា ហើយនេះបានថានេះជាបញ្ជារបស់អ្នកណាទៅលោកមិនទេ តែគួរទៀតទេ ទៅចង់គេដេញប្រងទីន ទុកចិត្តចុះមានខ្ញុំនៅហើយបាទឈរនៅខាងក្រៅធ្វើអីទៅចូលទៅ ប៉ាំតញ៉ាំទេមែនទេប៉ាញ៉ាំជាមួយពួកយើងទៅប៉ាចូលចិត្តជាងគេ